លិខិតចំហទៅកាន់សហគមន៍អន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាប្រជាជាតិកម្ពុជាទាំងមូលនិងប្រជាជនខ្មែរទាំងអស់នៅក្នុងនិងក្រៅប្រទេសសូមប្រកាសជាសម្លេងតែមួយជូនចំពោះសហគមន៍អន្តរជាតិឲ្យជ្រាបថាអ្វីដែលបាននឹងកំពុងបន្តកើតឡើងនៅបណ្ដោយព្រំដែនខាងលិចនៃប្រទេសយើងតាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកទល់ថ្ងៃនេះគឺជាការឈ្លានពានមួយជាក់ស្ដែងប្រកែកមិនបានពីសំណាក់កងទ័ពថៃមកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាអ្វីដែលបាននឹងកំពុងបន្តប្រព្រឹត្តទៅនេះមិនមែនជាឧបទ្ទវហេតុមួយចៃដន្យមិនមែនជាការផ្ទុះអាវុធមួយរប៉េះរប៉ោះហើយក៏មិនមែនជាចម្បាំងមួយដែលកើតចេញពីភាពតានតឹងជាអចិន្ត្រៃយ៍គ្រប់គ្រងមិនបានទាល់តែសោះនោះដែរតាមពិតវាគឺជាសង្គ្រាមទាំងស្រុងនិងទាំងកំរោលមួយដែលដុះចេញពីចេតនាពេញលេញរបស់ទីក្រុងបាងកកនិងដែលត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃគោលដៅរបស់ក្រុងបាងកកដែលប្រើប្រាស់ដំណើរគ្នាកងកម្លាំងជើងគោកជើងទឹកព្រមទាំងជើងអាកាសគឺឈ្លានពានប្លន់យកទឹកដីកម្ពុជាវាយបាននៅទីណាដោតទង់ជាតិថៃនៅទីនោះដោយវាយប្រហារមិនត្រឹមតែលើទីតាំងយោធាប៉ុណ្ណោះទេតែលើប្រជាជនស៊ីវិលស្លូតត្រង់ហេដ្ឋារចនាសម្ព័ន្ធនិងប្រាង្គប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរបានបន្សល់ទុកនិងដែលមួយចំនួនបានคล้ายទៅជាបេតិកភណ្ឌពិភពលោកកម្ពុជាមានហេតុផលជាសារវ័នចំនួន5ដែលច្បាស់ជានឹងជំរះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិនិងធ្វើឲ្យសហគមន៍អន្តរជាតិយល់ដឹងថាថៃគឺជាអ្នកឈ្លានពានរីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពានទី1កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេកម្ពុជាជាប្រទេសតូចគឺតូចទាំងទឹកដីតូចទាំងសេដ្ឋកិច្ចតូចទាំងយោធានិងតូចទាំងមហិច្ឆតាដូចនេះកម្ពុជាមិនអាចឈ្លានពានប្រទេសធំជាងខ្លួនដល់ទៅ3ដងដូចជាប្រទេសថៃបានឡើយកម្ពុជាតែងតែអត់ធ្មត់និងអំពាវនាវឲ្យមានការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធីតាំងពីមុនផ្ទុះអាវុធលើកទី1រហូតដល់មានការទទួលយកបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025បើកម្ពុជាពិតជាចង់បានសង្គ្រាមតើកម្ពុជាខិតខំបង្កើតនិងរក្សាសន្តិភាពតាំងពីឆ្នាំ1998ដើម្បីអ្វីទី2កម្ពុជាទាមទារឲ្យគោរពខ្សែបន្ទាត់ព្រំដែនតាមផែនទីតាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិប៉ុន្តែថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួនប្រទេសកម្ពុជានិងប្រទេសថៃគឺជាអ្នកជិតខាងនឹងគ្នាដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំងសៀមឆ្នាំ1904សន្ធិសញ្ញាបារាំងសៀមឆ្នាំ1907និងផែនទីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិព្រមទាំងមានអនុសារណៈយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌព្រំសីមាព្រំដែនគោកដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាពមិត្តភាពនិងការអភិវឌ្ឍជាមួយគ្នាឲ្យបាន 100% ដូចនេះគ្មានហេតុផលណាមួយដែលកម្ពុជាមានចេតនាឬប៉ុនប៉ងរំលោភបំពាននិងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយទី3កម្ពុជាប្រើយន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែនប៉ុន្តែថៃធ្វើសង្គ្រាមដើម្បីប្លន់យកទឹកដីជាក់ស្ដែងក្នុងជម្លោះព្រំដែនកម្ពុជាថៃទាំងជម្លោះកាលពីឆ្នាំ1954ជម្លោះឆ្នាំ2008-2011និងជម្លោះបច្ចុប្បន្ននេះកម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិនិងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃជាលទ្ធផលនៃជំរើសផ្លូវច្បាប់នេះ
កម្ពុជាបានទទួលជោគជ័យដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ1962និងឆ្នាំ2013តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជានេះបង្ហាញថាកម្ពុជាជាប្រទេសការពារអធិបតេយ្យភាពរបស់ខ្លួនដោយប្រើយន្តការច្បាប់អន្តរជាតិហើយគ្មានហេតុផលណាដែលកម្ពុជាច្រានចោលយន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ2លើករួចមកហើយនេះហើយបែរជាទៅបង្កសង្គ្រាមជាមួយប្រទេសថៃនោះឡើយទី4កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាមនិងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាពកម្ពុជាជាប្រទេសស្រឡាញ់សន្តិភាពក្នុងរយៈពេលជិត50ឆ្នាំកន្លងទៅនេះក្រោយពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមប្រល័យពូជសាសន៍មួយផងនោះរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាទាំងអស់ឲ្យតម្លៃខ្ពស់បំផុតដល់សន្តិភាពរហូតទទួលបានមេដាយមាសសន្តិភាពពិភពលោកឆ្នាំ2021និងមេដាយសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដីឆ្នាំ2024ព្រមទាំងពានរង្វាន់អាស៊ានឆ្នាំ2025កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមឆ្អែតឆ្អន់ហើយកម្ពុជាត្រូវការសន្តិភាពនិងស្ថិរភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិដូចនេះគ្មានហេតុផលណាមួយដែលកម្ពុជាទៅរំលោភបំពានឈ្លានពានទៅលើប្រទេសណាមួយបង្កសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានមកដោយលំបាកនោះឡើយទី5ថៃប្រកាសសង្គ្រាមជាចំហនិងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជាការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែនចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មករហូតដល់ពេលនេះគឺនាយករដ្ឋមន្ត្រីថៃនិងមេទ័ពកំពូលរបស់ថៃបានប្រកាសសង្គ្រាមអយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្ដោយព្រំដែនគោកជាង800គីឡូម៉ែត្រនិងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង80ទៅ90គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជាដោយបានប្រើកម្លាំងគ្រប់ប្រភេទទាំងជើងគោកជើងអាកាសនិងជើងទឹកក្នុងនោះរួមមានយន្តហោះចម្បាំង F-16 និង Gripen គ្រាប់បែកចង្កោមផ្សែងពុលដ្រូនពិឃាតដ្រូនទម្លាក់គ្រាប់បែកយន្តហោះគ្មានមនុស្សបើកកំភ្លើងធំកំភ្លើងត្បាល់រ៉ុកកែតចម្ងាយឆ្ងាយរថក្រោះរថពាសដែកព្រមទាំងកម្លាំងទ័ពថ្មើរជើងដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់សាលារៀនវត្តអារាមជំរំជនភៀសខ្លួននិងលំនៅឋានប្រជាជនហើយបន្តបដិសេធមិនគោរពបទឈប់បាញ់ដូចនេះច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាននិងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដោយប្រទេសថៃបានអះអាងឡើយផ្អែកលើចំណុចទាំង5នេះគឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួនហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា